ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាខានចេញវីដេអូយូរពួកអីចប់ការហែទិញមងបងប្អូនអញ្ចឹងអត់មានទិញមងថតឲ្យបងប្អូនទស្សនាទេតែឥឡូវមកទិញនំពពាញ៉ាំបងប្អូនគឺគាត់លក់នៅក្រោយវត្តខ្ញុំអញ្ចឹងណាហើយគាត់ពីអ្នកប្រពន្ធគាត់មានមជូរមានទឹកមានអីអញ្ចឹងទៅហើយខានញ៉ាំនំពពាយូរដែរបងប្អូនដល់ពេលថាថាដប់កូនត្រេនដើរលេងដល់ពេលឃើញនំពពាក៏ចង់ឈប់ទិញញ៉ាំទៅអត់មានលុយទេបងប្អូនទៅពេលប្រាប់គាត់ទៅគាត់ថាអត់អីទេជពាក់សិនទៅសំខាន់អត់ស្គាល់យើងហើយគាត់ឲ្យយើងជពាក់ទៀតអញ្ចឹងណាបងប្អូនគឺទឹកចិត្តគាត់មែនតើហើយខ្ញុំថាអត់ទេខ្ញុំមាន ABA បាញ់ ABA ក៏បានដែរគាត់ថាបាញ់ក៏បាញ់ទៅបើជពាក់ក៏ជពាក់ទៅគាត់និយាយអញ្ចឹងដែរអញ្ចឹងណាបងប្អូនហើយឥឡូវនេះមកសាកញ៉ាំនំពពាគាត់អញ្ចឹងណាគឺខានញ៉ាំយូរមែនតើព្រោះឲ្យការដែលខ្ញុំញ៉ាំហ្នឹងក៏ខ្ញុំធ្លាប់ទិញនៅពេញញ៉ាំអញ្ចឹងណាហើយដល់ពេលនៅខេត្តនេះអត់នេះទេអត់សូវមានលក់ទេទៅតែមានកម្មវិធីអីមិនមានលក់អញ្ចឹងណាបងប្អូនហើយនំពពាគាត់ឆ្ងាញ់មែនតើបងប្អូនគាត់ដាក់ដងឡើងខ្ចីល្អបងប្អូនហើយគាត់ធ្វើអត់ផ្អែមទៀតព្រោះឲ្យភាគច្រើននំពពានោះវាច្រើនផ្អែមខ្លាំងណាបងប្អូនចឹងខ្ញុំញ៉ាំអត់កើតទេតែខ្ញុំឲ្យគាត់ដាក់អត់សូវផ្អែមគឺញ៉ាំឆ្ងាញ់មែនតើបងប្អូនហើយសំខាន់ដងគាត់ឡើងខ្ចីមែនតើបងប្អូនហើយនេះគឺទស្សនភាពនៅខាងក្រោយវត្តខ្ញុំគឺលះហើយបងប្អូនហើយនាំកូនត្រេនមកលេងខ្សាច់ដែរអញ្ចឹងណាចឹងក៏ញ៉ាំពពាបដើស្រូបខ្យល់អាកាសនិងទេសភាពពណ៌បៃតងណាបងប្អូនគឺមានគេនៅលេងបាល់នឹងក្រោយនឹងដែរបងប្អូនគាត់ហើយចាស់មកអង្គុយលើបងនៅតុខាងក្រោយខ្ញុំហ្នឹងគឺគាត់មកស្រូបខ្យល់អាកាសដែរហើយខ្លះក៏គាត់ចងងឹងចងអីអញ្ចឹងទៅពួកអីអាកាសធាតុយើងក្តៅត្រជាក់អញ្ចឹងពីច្រើនគាត់ចេះតែចង់មកស្រូបខ្យល់អាកាសដែរអញ្ចឹងណាបងប្អូនហើយសំខាន់នំពពាគាត់ឆ្ងាញ់មែនតែនបងប្អូនថារទិញយកទៅផ្ទះទៀតក៏នេះនឹកឃើញថាចាំស្អែកចាំមកទិញញ៉ាំទៀតអញ្ចឹងណាបងប្អូនយើងញ៉ាំតែមួយថ្ងៃមួយបានហើយវាទៅឆ្ងាញ់មែនតែនបងប្អូនបញ្ជូរគាត់ក៏ខ្ញុំធ្លាប់ទិញដែរតែឆ្ងាញ់ជូរគាត់ឆ្ងាញ់ម្ទេសគាត់ឆ្ងាញ់មែនតែនបងប្អូនហើយឥឡូវនេះគឺខ្ញុំញ៉ាំនំពពាហើយគឺត្រឡប់ទៅផ្ទះវិញអញ្ចឹងណាបងប្អូនពួកមេឃចង់ល្ងឹតចង់ភ្លៀងតិចអីតិចអញ្ចឹងណាពួកឯងខ្លាចទឹកភ្លៀងហើយកន្លែងនោះគឺជាកន្លែងដែលខ្សាច់ខ្ញុំធ្លាប់ជូនកូនត្រេនទៅលេងអញ្ចឹងណាបងប្អូននៅចិត្តកំពង់ទឹកដឥឡូវទឹកក៏ចិត្តឡើងខ្លាំងដែរបងប្អូនអូខេបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនអរគុណសម្រាប់ការទស្សនាបាយបាយ